កាលពីព្រេងនាយនៅក្នុងភូមិខ្មែរដ៏ស្ងប់ស្ងាត់មួយកសិករម្នាក់កំពុងភ្ជួររះដីរបស់គាត់ជាមួយក្របីធំនិងរឹងមាំរបស់គាត់ខ្លាលេចចេញពីដើមឈើអាយ៉ាបុរសតូចម្នាក់នោះអាចធ្វើឲ្យក្របីដ៏ធំនេះធ្វើការពេញមួយថ្មៃបានតើធ្វើដូចម្តេចក្របីពីព្រោះគាត់មានអ្វីមួយហៅថាប្រាជ្ញាខ្លាកោសក្បាលរបស់គាត់ប្រាជ្ញាក្នុងចង់ឃើញថាមើលទៅដូចអ្វីកសិករញញឹមយ៉ាងស្រទន់ជាការពិតណាស់ខ្ញុំអាចបង្ហាញអ្នកពីប្រាជ្ញារបស់ខ្ញុំប៉ុន្តែដំបូងសូមអនុញ្ញាតឲ្យខ្ញុំចងអ្នកដើម្បីកុំឲ្យអ្នករត់គេចខ្លួនយល់ព្រមគាត់អង្គុយចុះដោយមោទនភាពកសិករចងខ្លាយ៉ាងតឹងទៅនឹងដើមឈើធំមួយបន្ទាប់មករើសដំបងមួយឥឡូវនេះអ្នកនឹងមានអារម្មណ៍ថាប្រាជ្ញារបស់ខ្ញុំវែកកសិករវាយស្រាវពី3ដងខ្លាក្រហឹមហើយតស៊ូខ្លាក្រហឹមឈប់ខ្ញុំលែងចង់បានប្រាជ្ញាទៀតហើយកសិករញញឹមម្នាក់ពាក់ក្រមាប្រពៃណីនិងមួកចម្បាំងកំពុងភ្ជួរលះក្នុងវាលស្រែជាមួយក្របីធំនិងរឹងមាំមួយក្បាលដើមត្នោតនិងផ្ទះឈើនៅផ្ទៃខាងក្រោយវាលស្រែពណ៌បៃតងភ្លីមេឃពណ៌ខៀវនិងពន្លឺព្រះអាទិត្យស្រទន់ខ្លាមួយក្បាលដែលចង់ដឹងចង់រឿងបានលួចមើលចេញពីក្រោយដើមឈើមើលទៅភ្ញាក់ផ្អើលនិងងឿងស្ងល់នៅផ្ទៃខាងក្រោយកសិករញញឹមម្នាក់ពាក់មួកចម្បាញ់កំពុងភ្ជួរស្រែជាមួយក្របីធំនិងរឹងមាំរបស់គាត់រចនាបថនេះមានភាពរីករាយនិងដូចរឿងគុនម៉ាជីវិតរបស់ក្មេងក្រងទុនពណ៌ក្តៅមុខបង្ហាញអារម្មណ៍និងការដាក់ស្រមោលរលួងក្របីទឹកធំមួយក្បាលដែលរស់រាយរាក់ទាក់និងមានភ្នែកបង្ហាញអារម្មណ៍កំពុងនិយាយដោយមោទនភាពទៅកាន់ខ្លាដែលចង់ដឹងចង់រឿងមួយក្បាលដែលមើលទៅហាក់ដូចជាភ្ញាក់ផ្អើលកសិករដែលពាក់មួកចម្បាំងនៅខាងក្រោយកំពុងញញឹមនិងមាននឹងកែលបញ្ជាអាកាសរីករាយហើយមានពន្លឺថ្ងៃឆ្លីដែលមានដើមត្នោតខ្មានិងមេឃពណ៌ខៀវរចនាបថសិល្បៈមើលទៅដូចជារឿងគុនម៉ាជីវិតរបស់ក្មេងដែលមានខ្សែបន្ទាត់ទន់ពណ៌រស់រឿននិងពន្លឺក្តៅអ៊ុនខ្លាពណ៌ទឹកក្រូចមួយក្បាលដែលរស់រាយរាក់ទាក់កំពុងឈរលើស្មៅបៃតងកោសក្បាលនិងមានទុកមុខងឿងស្ងល់និងចង់ដឹងចង់រឿងខ្លាមើលទៅគួរឲ្យស្រឡាញ់និងបង្ហាញអារម្មណ៍មិនមែនគួរឲ្យខ្លាចឡើយនៅផ្ទៃខាងក្រោយកសិករម្នាក់ពាក់មួកចម្បាំងនិងក្រមាកំពុងញញឹមនៅក្បាលក្របីទឹកធំរបស់គាត់មានដើមត្នោតពំពេញទន់និងមេឃពណ៌ខៀវខាងក្រោយរចនាបថសិល្បៈគួរឲ្យស្រឡាញ់ដូចជារឿងគុនម៉ាជីវិតរបស់ក្មេងដែលមានពណ៌រស់រឿនក្រងទុននិងពន្លឺក្តៅអ៊ុនកសិករឆ្លាតវៃពាក់មួកចម្បាំងនិងក្រមាកំពុងញញឹមយ៉ាងមានលុបសាសកំពុងចងខ្លាដែលភ្ញាក់ផ្អើលទៅនឹងដើមឈើធំមួយដោយខ្សែរំពងខ្លាមើលទៅហាក់ដូចជាងឿងស្ងល់ប៉ុន្តែមិនគួរឲ្យខ្លាចឡើយនិងមានភ្នែកធំបង្ហាញអារម្មណ៍ក្របីរស់រាយរាក់ទាក់កំពុងសម្លឹងមើលនៅក្បែរនោះដោយរីករាយដើមត្នោតស្មៅបៃតងនិងមេឃពណ៌ខៀវនៅផ្ទៃខាងក្រោយរចនាបថសិល្បៈដូចជារឿងគុនម៉ាជីវិតរបស់ក្មេងដែលមានពណ៌ក្តៅរីករាយក្រងទុននិងស្រមោលរលួងកសិករឆ្លាតវៃពាក់មួកចម្បាំងនិងក្រមាពណ៌ក្រហមកំពុងញញឹមដោយមានទំនុកចិត្តកាន់ដំបងឈើមួយក្នុងមួយដៃនៅមុខភ្នែកកណៈភួនខ្លាដែលមានភ្នែកធំត្រូវបានចងយ៉ាងតឹងទៅនឹងដើមឈើធំមួយមើលទៅហាក់ដូចជាភ្ញាក់ផ្អើលនិងងឿងស្ងល់ក្របីរស់រាយរាក់ទាក់កំពុងមើលដែលរីករាយរចនាបថដូចជារឿងគុនម៉ាជីវិតរបស់ក្មេងដែលមានមុខមាត់បង្ហាញអារម្មណ៍ពន្លឺព្រះអាទិត្យស្រទន់ពណ៌រស់រឿននិងការគូររំងាយរលួងល្អកសិករឆ្លាតវៃពាក់មួកចម្បាំងនិងក្រមាកំពុងវាយខ្លាដែលកំពុងចងដោយដំបងឈើតូចមួយយ៉ាងស្រាលដើម្បីបង្រៀនមេរៀនឲ្យខ្លារកចាលខ្លាមើលទៅហាក់ដូចជាភ្ញាក់ផ្អើលនិងខ្មាស់អៀនមិនឈឺឆាប់ឬគួរឲ្យខ្លាចឡើយនឹងមានមុខមាត់កំប្លែងនិងហាស់ហួយដូចនៅក្នុងរូបកាតូនរបស់ក្មេងក្របីឈរនៅក្បែរនោះសើចយ៉ាងសប្បាយផ្ទៃខាងក្រោយបង្ហាញអំពីដើមត្នោតស្មៅបៃតងនិងមេឃពណ៌ខៀវភ្លឺរចនាបថសិល្បៈរីករាយកំប្លែងនិងរស់រឿនដូចជារឿងគុនម៉ាជីវិតរបស់ក្មេងដែលមានស្រមោលរលួងនិងពណ៌រស់រឿន
ខ្លាខ្មាអៀនដែលកំលេចចូលទៅក្នុងព្រៃពុងខ្លាមើលទៅហត់នឿយតែមិនគ្រោះថ្នាក់និងមានទុកមុខកំប្លែងនិងសោកស្ដាយនៅផ្ទៃខាងក្រោយកសិករញញែមម្នាក់ពាក់មួកចំបែងនិងក្រមាកំពុងឈរនៅក្បែរក្របីរបស់គាត់នៅក្នុងវាលស្រែពណ៌មាសសោកជាមួយគ្នាក្រោមពន្លឺព្រះអាទិត្យព្រលឹមផ្ទៃខាងក្រោយមានដើមត្នោតផ្ទះឈើនិងមេឃពណ៌ខៀវស្រឡាក់ល្អរចនាបថសិល្បៈមានភាពក្តៅអ៊ុនៗរីករាយនិងដូចជាភាពយន្តដែលមានស្រមោលរលួងនិងពណ៌រស់រឿនល្អ